រឿងដើមកំណើតសត្វកូនលោកមានគ្រួសារក្រលំបាកមួយមានកូនស្រី3នាក់ពួកគេរស់នៅដោយសេចក្តីស្រឡាញ់និងសប្បាយរីករាយជាខ្លាំងមិនយូរប៉ុន្មានប្តីក៏បានស្លាប់បាត់ទៅនាងប្រពន្ធបាននៅមេម៉ាយនិងមានបន្ទុកចិញ្ចឹមកូន3នាក់ម្ដាយតែងតែទៅកាប់អុសនិងបេះបន្លែទៅលក់នៅឯផ្សារជារៀងរាល់ថ្ងៃមួយនាងបានទៅជួបនឹងអ្នកលេងស៊ីផឹកម្នាក់ដែលតែងតែដើរលួចឆក់ដល់អ្នកដំណើរជិតឆ្ងាយបានលុយមកស៊ីផឹកសប្បាយយ៉ាងហឺហាអ្នកលេងនោះកាលបើក្រឡេកឃើញនាងមេម៉ាយក៏សម្ដែងអាកប្បកិរិយាធ្វើជាអ្នកគួរសមហើយបាននិយាយទៅកាន់នាងថាមានចិត្តអាណិតនាងណាស់គ្រាមសូមជូន10កហបណៈសម្រាប់ទិញអីវ៉ាន់ផ្ញើកូននាងមេម៉ាយក៏បានទទួលយកភ្លាមដោយសេចក្តីត្រេកអរលុះលក់អស់នឹងបន្លែរួចហើយនាងក៏បានត្រឡប់ទៅផ្ទះវិញដោយសេចក្តីសប្បាយរីករាយជាពន់ពេកលុះពេលប្រឡប់បុរសនោះក៏បានទៅជួបនាងនៅឯផ្ទះហើយបាននិយាយត្រូវមាត់ត្រូវកគ្នាក៏បានយកគ្នាជាប្តីប្រពន្ធពីពេលនោះតទៅចាប់តាំងពីថ្ងៃនោះមកប្តីចុងដែលតែងតែដើរឆក់ប្លន់អ្នកស្រុកនិងអ្នកដំណើរចិត្តឆ្ងាយបានយកមាសប្រាក់មកឲ្យនាងចាយសប្បាយយ៉ាងហឺហាជីវភាពរបស់នាងបានប្រែប្រួលពីក្រលំបាកមកជាមានទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម្ភពេលមានមាសប្រាក់ចាយដូចបរិបូរណ៍ចិត្តគំនិតរបស់នាងក៏ប្រែជាដាច់អហង្ការនាងលែងមានចិត្តស្រឡាញ់កូនតែបែរជាស្អប់កូនបង្កើតខ្លួនឯងទៅវិញពួកមីកូនចង្រៃឃើញមុខពួកហងឯងកាលណាអញចង់តែយកកំបិតមកកាត់កអុយដាច់ទាំងអស់គ្នាទេពេលដាំស្លឆ្អិនហើយនាងតែងតែនាំប្តីបរិភោគតែ2នាក់សល់បាយក្នុងឆ្នាំងបន្តិចបន្តួចកូនទាំង3នាំបងប្អូនកោះកេះកោះកាយស៊ីយ៉ាងក្តីស្រេកឃ្លានបងស្រីខ្ញុំឃ្លានណាស់មិនអីទេប្អូនស្រីថ្ងៃនេះមានបាយញ៉ាំល្អហើយបរិសុទ្ធជាប្តីមានភាពអៀនខ្មាស់ជាមួយនឹងមិត្តភ័ក្តិដែលមានប្រពន្ធតែងតែដើរតាមប្តីផឹកស៊ីជារៀងរាល់ថ្ងៃប្តីក៏និយាយអង្វរឲ្យនាងនៅផ្ទះដើម្បីមើលថែរក្សាកូនទាំង3វិញឮប្តីនិយាយយ៉ាងដូចនេះនាងក៏បានគិតក្នុងចិត្តថាបើបណ្ដាលឲ្យខ្លួននៅផ្ទះមើលកូនមុខជាប្តីមានស្រីមិនខាននាងក៏សម្រេចចិត្តប្រោអបាយកលដើម្បីកម្ចាត់កូនស្រីទាំង3នាក់ចោលលុះដល់ខែពិសាខមានភ្លៀងធ្លាក់ជោកជាំនាងនោះនិយាយបញ្ឆោតកូនថាកូនអើយស្អែកនេះម្ដាយនឹងនាំកូនទៅសាបព្រោះស្រូវនៅត្រពាំងក្បែរជើងភ្នំកូនត្រូវទៅដេកចាំចាប់កុំឲ្យវាស៊ីស្រូវពូយើងណាលុះព្រឹកឡើងយើងបាននាំកូនស្រីទាំង3ចូលទៅក្នុងព្រៃរហោឋាននៅជិតជើងភ្នំដើម្បីយកស្រូវទៅបាចសាចក្នុងត្រពាំងទឹកតាមល្បិចកលរបស់នាងហងរាល់គ្នាត្រូវនៅចាំស្រូវទីនេះបើហ៊ានទៅផ្ទះវិញអញវាយសម្លាប់មិនខានផ្ដាំកូនរួចស្រេចហើយនាងក៏ត្រឡប់មកផ្ទះវិញដោយចិត្តដាច់ដោយគិតថាបើនាងមិនស្លាប់ដោយសារខ្លាស៊ីទេគង់តែស្លាប់ដោយសារអត់អាហារជាមិនខានយប់ជ្រៅហើយកូនស្រីទាំង3នាក់ទៅណាហើយអូនកុំបារម្ភខ្លាំងពេកពួកគេទៅចាំស្រូវក្នុងព្រៃមានសត្វសាហាវច្រើនណាស់បងកុំបារម្ភអីមៀងចាស់ទុំជាច្រើនអ្នកឯជើងភ្នំលុះស្រូវទុំទៅពួកវាត្រឡប់មកវិញចំណែកឯកុមារីទាំង3នាក់បានយកគ្រាប់ពោតដែលម្ដាយបន្សល់ទុកឲ្យយកទៅដាំតាមភ្លឺត្រពាំងដោយសង្ឃឹមថានឹងទទួលបានអាហារបរិភោគនៅថ្ងៃខាងមុខកុំយំអីប្អូនបិទភ្នែកទៅទេវតានឹងជួយយើងកុំឲ្យសត្វសាហាវឬសំលេងយើងឲ្យសោះគ្រានោះអរុក្ខទេវតាដែលស្ថិតក្នុងព្រៃភ្នំបានឃើញសេចក្តីកំសត់របស់កុមារទាំង3ក៏សម្ដែងរត់ស្រែកគំរាមសត្វទាំងឡាយឲ្យរត់ចាក់ខ្ចាយទៅអស់ព្រឹកឡើងអរុក្ខទេវតាបានធ្វើដំណើរទៅជួបវរុទ្ធទេវរាជដើម្បីឲ្យលោកនាំដំណឹងនេះទៅក្រាបទូលដល់ព្រះឥន្ទទេវរាជអំពីទុក្ខវេទនារបស់កុមារទាំង3នាក់វរុទ្ធទេវរាជបានដឹងមុនថាកុមារទាំង3នឹងក្លាយជាសត្វបក្សីតាមនិស្ស័យក៏បង្គាប់ឲ្យរុក្ខទេវរាជជួយការពារនិងនិមិត្តអាហារឲ្យពួកនាងបរិភោគជារៀងរាល់ថ្ងៃ3យប់3ថ្ងៃបានកន្លងផុតទៅអង្ករទាំង3ចានដែលម្ដាយបន្សល់ទុកឲ្យក៏អស់ពីឆ្នាំងកូនប្អូនចេះតែយំស្រែកឃ្លានយ៉ាងខ្លាំងរួចក៏និយាយថាបងស្រីខ្ញុំចង់ទៅផ្ទះវិញប្អូនអើយកុំទៅអីម៉ែនឹងវាយើងមិនខានតែបើប្អូនទ្រាំមិនបានបងនឹងនាំទៅបងស្រីហេតុអ្វីម៉ែមិនមកទទួលយើងកុំយំអីប្អូនម៉ែប្រហែលជារវល់ហើយគាត់ចិត្តមកយកយើងទៅផ្ទះវិញហើយនាងបង
បានដើរបេះស្លឹកថ្នឹងនិងក្តិចត្រួយត្រកួនមកចែកឲ្យប្អូនស៊ីជំនួសបាយដើម្បីបន្តដង្ហើមរស់បងក៏នាំគ្នាចុះទៅចាប់ត្រីក្រឹមទន្សាយធំមួយប្រុងនឹងដុតស៊ីតែភ្លើងស្រាប់តែរលត់ទៅក៏នាំប្អូនហែកស៊ីឆៅបន្តិចម្នាក់ដោយសារនៅផ្ទះនឹកម្ដាយពួកគេបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញឯម្ដាយកាលបើឃើញកូនស្រីបណ្ដាលគ្នាមកវិញក៏មោម៉ៅក្តៅក្រហាយជេរប្រមាថប្រតិចផ្ដាសាពីលើផ្ទះយ៉ាងសាហាវដោយមិនព្រមឲ្យកូនឡើងមកលើផ្ទះឡើយ សូមអ្នកម្ដាយអាណិតកូនផងប្អូនឃ្លានបាយណាស់បើម៉ែមិនឲ្យកូននៅកូនសូមតែអង្គត្រឡប់ទៅវិញប៉ុណ្ណោះ ឯកូនប្អូននិយាយប្រាប់ម្ដាយថាម៉ែបងចាប់បានសាយស៊ីអែតម្ដាយឮកូនប្រាប់ថាចាប់បានទន្សាយស៊ីឆ្អែតក៏រឹតតែខឹងមោម៉ៅយ៉ាងខ្លាំង ម៉ែបងចាប់បានសាយស៊ីអែតម៉ែបងចាប់បានសាយស៊ីអែត មីកូនចង្រៃវាបានទន្សាយចែកគ្នាស៊ីមិនដេចមិនយកឲ្យអញស៊ីផងទៅឲ្យបាក់ទៅងាប់ក្នុងព្រីទៅកុំមកឲ្យអញឃើញមុខមីកូនចង្រៃហងអញទៀត គួរឲ្យអសុកុមារីទាំង3ណាស់ម្ដាយវាយបែកឈាមហូរសស្រៈក៏ពួកនាងនៅតែស្រែកហៅម៉ែនាងបងប្រឹងអស់ប្អូនទៅខ្ទមវិញរួចក៏នាំគ្នាដេកសន្លប់ស្មារតីទាំង3នាក់ទៅអរុក្ខទេវតាកាលបើឃើញកុមារីទាំង3នាក់រងទុក្ខវេទនាសន្លប់បាត់ស្មារតីដូច្នោះក៏នាំយកទឹកមុនមកប្រោះព្រំឲ្យពួកនាងមានស្មារតីឡើងវិញកុមារីទាំង3នាក់លុះដឹងស្មារតីឡើងវិញក៏បានស្រែកយំអោបគ្នារួចនាងបងក៏នាំប្អូនទៅចាប់ត្រីនិងខ្ចៅដែលទេវតានិមិត្តឲ្យដើម្បីបរិភោគជំនួសបាយវិញនៅពេលថ្ងៃក្តៅល្អពួកនាងតែងតែចាប់ត្រីនិងខ្ចៅមកហាលថ្ងៃឲ្យក្រៀមរួចវាយបំបាយចែកគ្នាស៊ីតាមដំណើរដើម្បីបន្តជីវិតនៅក្នុងព្រៃដ៏ជ្រៅនេះនាងបងដឹងច្បាស់ថាពួកគេមិនអាចត្រឡប់ទៅរកម្ដាយវិញបានទៀតទេព្រោះសេចក្តីស្រឡាញ់របស់ម្ដាយបានចំនួនដោយកំហឹងនឹងបរិសថ្មីទៅហើយមិនយូរប៉ុន្មានគ្រាប់ពោតដែលពួកនាងបានដាំដុះក៏ដុះដាលល្អឥតខ្ចោះក្នុងរយៈពេល3ខែនោះក៏ដោយសារអរុក្ខទេវតាជួយថែរក្សាមិនឲ្យសត្វព្រៃណាមកបៀតបៀនបានឡើយពួកនាងបានរស់រានមានជីវិតដោយសារផលដំណាំនិងត្រីខ្យងដែលទេវតាបានផ្ដល់ឲ្យនេះជាអាហារដែលមានតម្លៃបំផុតដែលជួយឲ្យពួកនាងមានកម្លាំងតស៊ូក្នុងព្រៃនេះលុះបាន6ខែកុមារីទាំង3នាក់បានដោះរោមស្លាបចេញពេញខ្លួនហើយដៃទាំងសងខាងក៏ប្រែទៅជាស្លាបរួចបាននិយាយគ្នាថា ប្អូនអើយកុំខ្លាចអីយើងនឹងហោះទៅកាន់ភ្នំខ្ពស់ចាបងខ្ញុំចង់ហោះទៅឲ្យឆ្ងាយពីទុក្ខសោកនេះ បបោមាត់ក៏បានដោះទៅជាចម្ពុះហើយភាសាមនុស្សក៏លែងមានជំនួសមកវិញដោយសំឡេងសត្វដេរិឆានទោះបីក្នុងចិត្តនៅដឹងខ្លួនថាជាមនុស្សក៏ដោយចំណែកឯប្តីចុងដែលធ្លាប់តែដើរប្លន់អ្នកស្រុកក៏ត្រូវបានរាជការចាប់ខ្លួនយកទៅដាក់គុកអស់មួយជីវិតទុកឲ្យនាងជាប្រពន្ធរស់នៅមេម៉ាយរងទុក្ខវេទនាម្នាក់ឯងពេលប្តីជាប់គុកបាត់ទៅនាងក៏នឹកឃើញដល់កំហុសដែលខ្លួនបានធ្វើដាក់កូននាងដើរចូលព្រៃទាំងយំសោកដើម្បីតាមរកកូនកំសត់ទាំង3នាក់វិញ កូនអើយម៉ែមកទទួលកូនវិញហើយម៉ែដឹងខុសហើយកុំនៅទីនេះទៀតអី រីឯកូនទាំង3នាក់បានលឺម្ដាយហៅក៏នឹកខ្លាចថាម៉ែមកតាមសម្លាប់ទៀតទើបនាំគ្នាហោះត្រសងទៅខាងលើខ្ពស់មិនព្រមត្រឡប់មកវិញឡើយកូនស្រែកប្រាប់ម្ដាយដោយមានបំណងថាយើងផុតនិស្ស័យនឹងកូនលោកហើយយើងទៅជាសត្វដេរឆានល្អជាងអ្នកគុំមករកយើងប៉ុន្តែសម្ដីដែលស្រែកប្រាប់មកម្ដាយមិនលឺច្បាស់ជាសម្ដីមនុស្សទេទៅជាស្រែកថា អ្នកដើរហៅកូនដ៏អស់កម្លាំងនិងអត់អាហារក៏ដួលស្លាប់បាត់ទៅបន្សល់ទុកតែសម្រាប់កូនលោកឮត្រហឹងពេញព្រៃរហូតមកដល់សពថ្ងៃនេះតែងតែមានសត្វកូនលោកហើរមករើសខ្យងខ្ចៅស៊ីតាមវាលស្រែកាលណាបើឃើញមនុស្សវាតែងតែហោះហើរហើយស្រែកយំថាកូនលោកយ៉ាងសំណោះជាពន់ពេកនេះហើយគឺជាដើមរឿងដែលនាំឲ្យកើតមានសត្វកូនលោកមកដល់សពថ្ងៃឲ្យតែដល់ពេលរាត្រីស្ងាត់ឬក៏ពេលឃើញមនុស្សវាក៏ស្ទុះហើរស្រែកយំលាន់ឮថាកូនលោកដើម្បីរំលឹកដល់និស្ស័យដែលធ្លាប់ជាកូនរបស់លោកប៉ុន្តែឥឡូវបានក្លាយទៅជាសត្វបក្សីទៅហើយ